ពេលណាដែលអ្នកមានអារម្មណ៍ថាអវិជ្ជមានអ្នកប្រហែលជាមានអារម្មណ៍ថាជីវិតកំពុងធ្លាក់ចុះអ្នកអាចមានអារម្មណ៍ថាគ្មាននរណាយល់ចិត្តអ្នកទេអ្នកអាចមានអារម្មណ៍ថាខ្លួនបរាជ័យឬគ្មានតម្លៃតើអ្នកដឹងទេអារម្មណ៍អវិជ្ជមានមិនមែនជាអ្វីដែលត្រូវជៀសវាងទេតែផ្ទុយទៅវិញវាជាអំណាចមួយប្រសិនបើយើងរៀនយល់ពីវាអារម្មណ៍អវិជ្ជមានមានដូចជាកំហឹងការជឿចាប់ការសង្ស័យនិងការខកចិត្តជាដើមវាមិនមែនជាសត្រូវទេវាជាសារវាមកដើម្បីប្រាប់យើងថាមានអ្វីនៅក្នុងចិត្តយើងដែលយើងត្រូវការយកចិត្តទុកដាក់វាប្រៀបដូចជាអំពូលពន្លឺតូចមួយនៅក្នុងចិត្តប្រាប់ថាសូមឈប់មើលខាងក្រៅហើយសូមចូលមើលខាងក្នុងវិញមនុស្សភាគច្រើនព្យាយាមជៀសវាងអារម្មណ៍អវិជ្ជមានយើងព្យាយាមបំភ្លេចវាដោយការធ្វើការច្រើនឬលេងបច្ចេកវិទ្យាដើម្បីមិនស្ដាប់អំពីចិត្តរបស់យើងនៅខាងក្នុងតែការពិតគឺអារម្មណ៍ដែលយើងមិនទទួលស្គាល់វានឹងរស់នៅក្នុងខ្លួនរបស់យើងជារៀងរហូតវានឹងបន្តស្រែកពីបេះដូងរហូតដល់យើងស្ដាប់វាដូច្នេះជំហានដំបូងនៃអំណាចនោះគឺការទទួលស្គាល់ពេលអ្នកនិយាយថាចាខ្ញុំកំពុងសោកស្ដាយខ្ញុំកំពុងខកចិត្តនោះវាជាជំហានដំបូងនៃការព្យាបាលចិត្តអ្នកអាចគិតថាការឈឺចាប់ជាគ្រូម្នាក់គាត់ប្រហែលជាមិនមានទម្រង់ស្អាតទេប៉ុន្តែគាត់បង្រៀនយើងឲ្យរឹងមាំកំហឹងបង្រៀនយើងអំពីព្រំដែននិងតម្លៃខ្លួនឯងការជឿចាប់បង្រៀនយើងអំពីការយល់ចិត្តនិងក្តីស្រឡាញ់ការភ័យខ្លាចបង្រៀនយើងអំពីការទុកចិត្តនិងការខកចិត្តបង្រៀនយើងអំពីការតស៊ូនិងភាពជឿជាក់លើអនាគតអារម្មណ៍ទាំងនេះមិនមែនមកដើម្បីបំផ្លាញអ្នកទេវាមកដើម្បីបង្រៀនអ្នកឲ្យក្លាយជាមនុស្សថ្មីយើងមិនអាចគ្រប់គ្រងអ្វីដែលកើតឡើងក្រៅខ្លួនយើងបានទេប៉ុន្តែយើងអាចគ្រប់គ្រងពីរបៀបដែលយើងឆ្លើយតបពេលអ្នកស្ងប់ស្ដាប់និងស្គាល់អារម្មណ៍របស់អ្នកនឹងឈប់ឲ្យវាមកគ្រប់គ្រងជីវិតអ្នករាល់ពេលដែលអ្នកឆ្លងកាត់អារម្មណ៍អវិជ្ជមានរួចហើយអ្នកកំពុងក្លាយជាមនុស្សរឹងមាំជាងមុនអ្នកកំពុងរៀនដឹងអំពីសតិនិយមនិងភាពស្ងប់ស្ងាត់អំពីការយល់ចិត្តនិងការអត់ធ្មត់ជីវិតមិនចង់ឲ្យយើងមានតែភាពរីករាយទេវាចង់ឲ្យយើងដឹងពីរបៀបរស់ដឹងពីរបៀបឆ្លងកាត់ពពកខ្មៅព្យុះភ្លៀងទម្រាំតែដល់ពេលដែលពន្លឺបើកថ្ងៃម្ដងទៀតពេលអ្នកមានអារម្មណ៍ថាអវិជ្ជមានកុំប្រញាប់និយាយឬធ្វើសកម្មភាពសូមដកដង្ហើមវែងដើម្បីឲ្យអារម្មណ៍ស្ងប់និងស្ដាប់ខ្លួនឯងធ្វើបែបនេះជារៀងរាល់ថ្ងៃអ្នកនឹងឃើញថាអារម្មណ៍អវិជ្ជមានចាប់ផ្ដើមស្ងប់ស្ងាត់ហើយនឹងក្លាយជាកម្លាំងស្ងប់ស្ងាត់នៅក្នុងចិត្តអារម្មណ៍អវិជ្ជមានមិនមែនជាអំពើអាក្រក់ទេវាជាផ្នែកមួយនៃជីវិតដែលប្រាប់ថាយើងនៅតែមានបេះដូងយើងនៅតែអាចស្រឡាញ់អាចសោកស្ដាយ
អាចស្រមៃនិងអាចលូតលាស់ពេលអ្នករៀនស្គាល់អារម្មណ៍អវិជ្ជមានអ្នកនឹងចាប់ផ្ដើមឃើញសេចក្តីសុខនៅក្នុងភាពជឿចាប់នោះហើយជាអំណាចពិតប្រាកដនៃអំណាចអារម្មណ៍អវិជ្ជមានសូមទុកអារម្មណ៍អវិជ្ជមានឲ្យคล้ายជាកន្លឹះនៃភាពរីកចម្រើនមិនមែនជាចំណុចបញ្ចប់នៃជីវិតទេ